ในยุครัฐมนตรีไทยលោកស្រីផែថងឋានชินวัตรរងមិនដឹងគ្រប់ទិសប្រទេសថៃភាពមិនសប្បាយចិត្តខឹងសម្បានឹងការតវ៉ាត្រង់ទ្រាយធំបានផុសឡើងជាលំដាប់នៅក្នុងប្រទេសថៃបន្ទាប់ពីមានការបែកធ្លាយឃ្លីបសម្លេងរវាងនាយករដ្ឋមន្ត្រីថៃលោកស្រីផែថងឋានชินวัตรជាមួយនឹងបរិះខ្លាំងកម្ពុជាសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនខណៈដែលលោកស្រីនាយករដ្ឋមន្ត្រីផែថងឋានកំពុងតែប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងពីសំណាក់ក្រុមមជ្ឈដ្ឋានបណ្ដឹងពីសំណាក់ក្រុមផ្សេងរួមទាំងសមាជិកប្រសិទ្ធិអភិរក្សនិយមចោទប្រកាន់លើលោកស្រីពីបទប្រព្រឹត្តខុសឆ្គងបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិនិងរំលោភលើបទកថាសីលធម៌សម្រាប់មន្ត្រីការិយាល័យប្រសិនបើរកឃើញថាមានទោសនោះលោកស្រីផែថងឋានប្រថុយនឹងការដេញចេញពីតំណែងពីបទរំលោភបំពានរដ្ឋធម្មនុញ្ញទន្ទឹមនឹងបទល្មើសពាក់ព័ន្ធនឹងសន្តិសុខជាតិត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារការវាយប្រហារផ្លូវច្បាប់និងការតវ៉ាកំពុងក្លាយជាក្របព្រួញបាញ់តម្រង់ទៅរកនាយករដ្ឋមន្ត្រីថៃវ័យក្មេងដែលជាក្មេងតូចគួរឲ្យស្រឡាញ់រូបនេះក្រៅពីនោះក្រុមអ្នករិះគន់បានចោទប្រកាន់លើលោកស្រីផែថងឋានថាជាមេដឹកនាំបកភឿថៃដែលកំពុងកាន់អំណាចរូបនេះកំពុងតែបំផ្លាញផលប្រយោជន៍ជាតិដើម្បីប្រយោជន៍ផ្ទាល់ខ្លួនជំរាបសួរពុកម៉ែបងប្អូនដែលមានតម្រូវការចង់បានគ្រឿងសង្ហារិមធ្វើពីឈើប្រណិតសម្រាប់លម្អគេហដ្ឋានជាប្រភេទឈើខ្មែរធម្មជាតិគុណភាពរឹងមាំធន់ស្វិតល្អនិងមានតម្លៃថោកសមរម្យសូមកុំភ្លេចតង់គ្រឿងសង្ហារិមសៀមរាបដែលមានលក់គ្រឿងសង្ហារិមឈើប្រណិតគ្រប់ប្រភេទដូចជាប្រភេទតុទូសាឡុងក្រែនិងទទួលកំងធ្វើតាមតម្រូវការរបស់អតិថិជនតង់គ្រឿងសង្ហារិមសៀមរាបដែលមានទីតាំងនៅផ្សារកំពង់ក្ដីស្រុកជីក្រែងខេត្តសៀមរាបទំនាក់ទំនងទូរស័ព្ទលេខ097 75 43 200 គុតនិង076 75 43 200 គុតបទចោទទី1ពេលបណ្ដឹងរបស់សមាជិកប្រសិទ្ធិចំនួន36រូបសមាជិកប្រសិទ្ធិបានដាក់ញត្តិទៅតុលាការធម្មនុញ្ញឲ្យដកលោកស្រីផែថងឋានចេញពីតំណែងនាយករដ្ឋមន្ត្រីដោយចោទប្រកាន់ថាបានរំលោភគោលការណ៍សុចរិតភាពនិងបទកថាសីលធម៌សម្រាប់មន្ត្រីសមាជិកប្រសិទ្ធិដដែលបានដាក់ពាក្យបណ្ដឹងដាច់ដោយឡែកមួយទៀតទៅកាន់គណៈកម្មការការពារជាតិប្រឆាំងអំពើពុករលួយ NACC ដោយអះអាងថាការហៅទូរស័ព្ទរបស់លោកស្រីជាមួយនឹងសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជាកំហុសធ្ងន់ធ្ងរនិងបានរំលោភបំពានអំណាចនិងរំលោភរដ្ឋធម្មនុញ្ញឬច្បាប់ផ្សេងទៀតព្រឹទ្ធសមាជិកសភាម្នាក់បានលើកឡើងថាតុលាការនឹងទទួលយកសំណុំរឿងនេះនិងព្យួរតំណែងនាយករដ្ឋមន្ត្រីដោយរងចាំសារក្រមជាក់ស្ដែងតុលាការធម្មនុញ្ញនឹងធ្វើសេចក្តីសម្រេចនៅថ្ងៃទី1កក្កដាថាតើត្រូវបើកសវនាការលើករណីនេះឬយ៉ាងណាបទចោទទី2គម្រាមកំហែងដល់សន្តិសុខជាតិពេលបណ្ដឹងដាច់ដោយឡែកមួយបានដាក់ទៅការិយាល័យស៊ើបអង្កេតកណ្ដាលបានចោទប្រកាន់ទៅលោកស្រីផែថងឋានពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងសន្តិសុខជាតិអតីតសមាជិកប្រសិទ្ធិលោកស៊ុំឆៃស្វាងការសាស្ត្រាចារ្យច្បាប់លោកកំសាន្តពោតគង់និងមេធាវីលោកនីតិថលឡាំងលើបានអះអាងព្រមគ្នាថានាយករដ្ឋមន្ត្រីថៃបានរំលោភលើមាត្រាទី119នៃក្រមព្រហ្មទណ្ឌដែលបានចែងថាជនណាដែលបានប្រព្រឹត្តអំពើណាមួយដើម្បីនាំយកនគរឬផ្នែកណាមួយនៃព្រះរាជាណាចក្រឲ្យស្ថិតនៅក្រោមអធិបតេយ្យភាពរបស់រដ្ឋបរទេសឬធ្វើឲ្យខូចខាតឯករាជ្យជាតិរបស់ប្រទេសថៃនឹងត្រូវទទួលទោសប្រហារជីវិតនិងត្រូវដាក់ពន្ធនាគារអស់មួយជីវិតគួរជម្រាបថាក្រមពលរដ្ឋនិងសកម្មជននានាក៏បានដាក់ពាក្យបណ្ដឹងដាច់ដោយឡែកពីគ្នាប្រឆាំងនឹងនាយករដ្ឋមន្ត្រីថៃលោកស្រីផែថងឋានชินวัตรដោយចោទប្រកាន់ពីបទឧក្រិដ្ឋកម្មនិងគំរាមកំហែងដល់សន្តិសុខជាតិសូមបញ្ជាក់ថាតំណែងនាយករដ្ឋមន្ត្រីថៃកំពុងធ្លាក់ចុះដល់មាត់ជ្រោះមរណៈគណៈរបបនៃត្រកូលគ្រួសារชินวัตรអាចនឹងបញ្ចប់នៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ